សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាប្រភេទចក្រានដុតប្រេងខ្មៅដែលយើងបានផលិតឡើងដោយជាស្នាដៃកូនខ្មែររចនាបថមានច្រើនຂະຫນាតកាលនេះគឺខ្ញុំណែនាំបងឲ្យបានស្គាល់អំពីចក្រានដុតប្រេងខ្មៅដែលមានរចនាបថដំឡើងដោយស្នាដៃកូនខ្មែរសូមបញ្ជាក់ថាប្រភេទចក្រានដុតប្រេងខ្មៅនេះជាប្រភេទដែលយើងដំឡើងចេញពីដែកដែលមាននៅក្នុងស្រុកទេអត់មានដែកហ្វុងដែកអីទេដែកធម្មតាទេបងប្អូនទាំងអស់គ្នាហើយសម្រាប់មួយនេះគឺជាប្រភេទកឡមុខមកទឹក2កឡមុខមកទឹក2នេះគឺយើងអាចដាក់ឆ្នាំងបានត្រឹម2ទឹកកន្លះឬ3ទឹកចុះមកក្រោមមកទឹក2នេះគឺយើងរាប់តែកឡភ្លើងខាងក្នុងទេបងអាចយកទៅតម្លៃរបស់វាមួយឈុតតែ$35ទេហើយសម្រាប់មួយនេះគឺជាក្រឡភ្លើងមុខមកទឹក4ជាប្រភេទចក្រានហើយស្រេចតម្លៃរបស់វា$40ទេបងទាំងអស់គ្នាមួយឈុតប្រើបានប្រភេទនេះយើងអាចដាក់ឆ្នាំងបាន3ទឹកហើយសម្រាប់មួយនេះគឺជាប្រភេទកឡភ្លើងមុខមកទឹក7ដែលអាចដាក់ឆ្នាំងរហូតដល់4ទឹកកន្លះចុះមកក្រោមគឺយើងអាចយកទៅប្រើប្រាស់បានដែលប្រើជាមួយនឹងអា80វ៉ាត់តម្លៃរបស់វាគឺ$55ហើយសម្រាប់មួយនេះគឺក្រឡភ្លើង2ទឹក2គេហៅថា22ប្រភេទមួយនេះគឺជាប្រភេទភ្លើងស្អាតដែលប្រើប្រាស់ជាមួយនឹងស៊ុបគុយទាវដែលអាចប្រើឆ្នាំងរហូតដល់4ទឹកកន្លះឬក៏អាច5ទឹកហើយនិយាយបានថា5ទឹកចុះមកក្រោមប្រភេទនេះគឺល្អចំណេញប្រេងស៊ីល្មមគឺតម្លៃវាតែ$70ទេប្រភេទវេសែហើយសម្រាប់មួយនេះគឺជាប្រភេទចក្រានដុតប្រេងខ្មៅដែលមានទំហំ2ទឹក7កន្លខាងក្នុងខាងក្រៅគឺយើងធ្វើសមាមាត្រជាមួយនឹងការតម្លើងទេតម្លៃរបស់វាគឺតម្លៃ$80មួយឈុតរបស់វាមកប្រើបានតែម្ដងហើយប្រភេទនេះគឺវាសមចៃជាមួយនឹងការប្រើប្រាស់គឺល្អនេះគឺជាចក្រានដូចគ្នាដែលហើយស្រេចដែលមានទំហំមុខកាត់កន្លភ្លើងមុខ3ទឹកគេហៅមុខ300តម្លៃរបស់វាគឺមួយឈុត$90បងទាំងអស់គ្នាដែលមានបំណងចង់សាកឬក៏ចង់យកទៅប្រើប្រាស់ដើម្បីចំណេញថវិកាអាចឆាតមកជជែកខ្ញុំមានគ្រប់ទំហំគ្រប់ຂະຫນាតនិងគ្រប់ model អញ្ចឹងបងអាចឆាតមកជជែកនិងសួរនាំឬក៏ខលតាមលេខទូរស័ព្ទក៏បានអរគុណបាយបាយ